បាទជំរាបសួរនឹងថ្ងៃទៅកាន់បងប្អូនយើងបាទហើយសម្រាប់ថ្ងៃនេះផ្ទាល់ណាបាទបងប្អូនយើងប្រហែលជាមើលទ្រុសសិនហ្នឹងហើយបងប្អូនយើងអាចនឹងស្គាល់ទេបាទរោងចក្រនេះបងប្អូនបាទតើរោងចក្រហ្នឹងគឺមានឈ្មោះអ្វីដែរបងប្អូនបាទបងប្អូនយើងអាចនឹងទាយបាទនឹង comment នៅខាងក្រោមនៃវីដេអូបានបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនយើងឃើញថារោងចក្ររបស់យើងបាទគេហៅថារោងចក្រសាវីរីណាណាបងប្អូនណាបាទហ្នឹងហើយ គឺឃើញថាមានការតុបតែងបាទស្អាតល្អឥតខ្ចោះមែនទែនបងប្អូនហើយបាទតាមស្តង់ដារណាហ្នឹងហើយអញ្ចឹងគឺខ្ញុំមិនហ៊ានបាទដាក់ជាសាច់ភ្លេងបាទដើម្បីចែកជូនទៅកាន់បងប្អូនយើងនោះទេដោយសារតែវាជាប់នៅ copyright បងប្អូនបាទអញ្ចឹងគឺខ្ញុំយកតែសកម្មភាពបាទគេហៅថាលក្ខណៈធ្វើដូចមនុស្សគណាបងប្អូនយើងបាទហ្នឹងហើយអត់នេះទេគឺខ្ញុំធ្វើការអមជាមួយនឹងការនិយាយបាទរៀបរាប់ជូនពុកម៉ែបងប្អូនយើងតែម្ដងបាទអញ្ចឹងគឺរោងចក្រសាពីរីណាបងប្អូនបាទយើងកំឡុងយើងចិត្តចូលឆ្នាំនេះបាទគឺឃើញថាអឺលេងបាទល្បែងល្បាំច្រើនមែនទែនបងប្អូនណាបាទហ្នឹងហើយមានតាំងពីយើងទាញព្រ័ត្រអញ្ចឹងទៅហ្នឹងហើយលេងឆក់ស្លឹកឈើបាទដូចជាការរាំវង់ច្រៀងបាទកំសាន្តលេងអញ្ចឹងទៅណាបងប្អូនយើងបាទអញ្ចឹងបងប្អូនយើងមើលទៅទីធ្លាបាទខាងក្នុងរបស់រោងចក្រសាពីរីណាបងប្អូនណាបាទហ្នឹងហើយដែលស្ថិតនៅយើងផ្លូវជាតិលេខ4បាទហ្នឹងហើយបងប្អូនយើងបាទគឺឃើញថាស្អាតមែនទែនបងប្អូនហើយពីខាងក្នុងណាបាទគឺស្តង់ដារមែនបងប្អូនណាបាទហ្នឹងហើយអញ្ចឹងក៏អរគុណផងដែរបាទសម្រាប់បងប្អូនបាទហ្នឹងហើយដែលគាត់បានសប្បាយនៅក្នុងកម្មវិធីនេះផងដែរហ្នឹងហើយបើសិនណាជាបងប្អូនយើងបានស្គាល់ហ្នឹងហើយនៅ page របស់ខ្ញុំបាទឬក៏ channel YouTube ណារបស់ខ្ញុំបាទហ្នឹងគឺបងប្អូនអាចជួយធ្វើការfollow បាទpage បាទក៏ដូចជា Facebook របស់ខ្ញុំបាទបានម្នាក់មួយផងបងប្អូនបាទហ្នឹងហើយគឺមានការសប្បាយបាទសប្បាយទេបងប្អូនណាហ្នឹងហើយគឺឃើញថាសប្បាយមែនទែនតែម្ដងបងប្អូនហើយបាទហ្នឹងហើយអញ្ចឹងអរគុណទៅដល់បងប្អូនយើងបាទនៅក្នុងរោងចក្រសាពីរីណាផងដែរបងប្អូនណាបាទហ្នឹងហើយតែងតែមានកម្មវិធីនេះឡើងបាទដើម្បីជាការលំហែអារម្មណ៍មួយបងប្អូនបាទនៅតែពេលយើងធ្វើការអស់កម្លាំងបាទគ្រាន់តែយើងឃើញបើយើងមិនចេះរាំមិនចេះអីគ្រាន់តែយើងឃើញថាគេរាំគេសប្បាយហ្នឹងក៏យើងសប្បាយជាមួយនឹងគេដែរបងប្អូនបាទហ្នឹងហើយអញ្ចឹងអរគុណបងប្អូនយើងណាហ្នឹងហើយ ហើយកុំភ្លេចបងប្អូនហើយបាទជួយដោយដែលខ្ញុំបានជម្រាបខាងដើមអញ្ចឹងបាទSubscribe បាទនៅ Channel YouTube របស់ខ្ញុំបាទម្នាក់មួយទៅបងប្អូនបាទហ្នឹងហើយដើម្បីទទួលបាននៅរាល់វីដេអូបាទថ្មីបាទនេះគឺជារោងចក្រសាពីណាបាទដែលនៅស្ថិតនៅផ្លូវជាតិលេខ4យើងហ្នឹងបងប្អូនណាបាទហ្នឹងហើយនៅពីខាងកើតអធិស្ឋានពីខាងលិចបងប្អូនបាទពីខាងលិចអឺផ្សារថ្នល់ទទឹងបងប្អូនបាទហ្នឹងហើយ ពីខាងលិចផ្សារថ្នល់ទទឹងបងប្អូនណាបាទហ្នឹងហើយខ្ញុំអត់សូវជាស្គាល់ភូមិឃុំនឹងច្បាស់លាស់ទេបងប្អូនណាបាទហ្នឹងហើយអញ្ចឹងក៏សូមអធិស្ឋានទៅដល់បងប្អូនយើងផងហ្នឹងហើយបងប្អូនយើងស្គាល់បាទភូមិឃុំបាទរបស់រោងចក្រសាពីរីណាបងប្អូនយើងអាច comment បាទនៅខាងក្រោមនៃវីដេអូរបស់ខ្ញុំបាទនឹងម្នាក់មួយទៅបងប្អូនបាទដើម្បីឲ្យ admin បាទស្គាល់ផងដែរណាហ្នឹងហើយបាទអញ្ចឹងគឺឃើញថាសប្បាយបងប្អូនបាទហ្នឹងហើយយើងឃើញថាសប្បាយមែនទែនតែម្ដងបងប្អូនបាទហ្នឹងហើយហើយចង្វាក់រាំបងប្អូនបាទមានកន្ទ្រឹមបាទមានញាក់នេះបងប្អូនណាបាទហ្នឹងហើយអញ្ចឹងខ្ញុំបាទក៏សូមខន្តីនិងអភ័យទោសបាទចំពោះបងប្អូនបាទហ្នឹងហើយបើសិនជាខ្ញុំបាទមានប្រការណាមួយបាទលើលួសខ្វះខាតឬក៏ឆ្គាំឆ្គងអីក៏សូមបងប្អូនណាពុកម៉ែលោកយាយលោកតាយើងបាទមេត្តាអធ្យាស្រ័យបាទដល់ខ្ញុំបាទនេះផងដែរហ្នឹងហើយព្រោះខ្ញុំផ្ដិតរូបភាពនេះចេញឡើងបាទគឺដើម្បីធ្វើជាអនុស្សាវរីយ៍បាទទុកជាអនុស្សាវរីយ៍ទៅដល់បងប្អូនយើងបាទនៅពេលឆ្នាំក្រោយទៀតអញ្ចឹងណាហ្នឹងហើយដល់ទៅពេលយើងរំលឹកបាទឬក៏ដល់រដូវកាលនឹងទៀតគឺយើងអាចចូលមកមើលបាទនៅវីដេអូរបស់ខ្ញុំបាទនេះបានទៀតបងប្អូនបាទហ្នឹងហើយដើម្បីរំលឹកនៅអនុស្សាវរីយ៍របស់យើងបាទកាលពីយើងនៅវ័យប៉ុណ្នេះបាទយើងមានការសប្បាយបាទយើងបន្តិចទៀតទៅគឺយើងមានវ័យចំណាស់បន្តិចម្ដងហើយបងប្អូនយើងណាហ្នឹងហើយអញ្ចឹងបងប្អូនយើងបាទឃើញថាសប្បាយផ
ផងដែរហ្នឹងហើយអឺ អរគុណបងប្អូនណាបាទសម្រាប់ការមើលវីដេអូរបស់ខ្ញុំបាទនេះផ្ទាល់តែម្ដងផងដែរបងប្អូនយើងបាទហ្នឹងហើយហើយក៏អរគុណផងដែរបាទទៅដល់រោងចក្រសារពីណាបាទដែលមានការរៀបចំបាទយ៉ាងល្អឥតខ្ចោះបងប្អូនបាទហ្នឹងហើយនៅកន្លែងតុហូបបាយនេះបាទមានបងប្អូនយើងជួបជុំសប្បាយមែនទែនបងប្អូនណាហ្នឹងហើយសប្បាយបាទនៅម៉ោងសម្រាកបងប្អូនបាទហ្នឹងហើយដល់តែពេលយើងធ្វើការបាទយើងចូលធ្វើការជាធម្មតាអញ្ចឹងទៅបងប្អូនបាទហ្នឹងហើយយើងចូលធ្វើការជាធម្មតាបងប្អូនណាបាទហ្នឹងហើយអរគុណបងប្អូនបាទហ្នឹងហើយដែលតែងតែជួយចែករំលែកបាទក៏ដូចជា share បន្តបាទទៅតាមបណ្ដាញសង្គមជាច្រើនបាទដូចជា Facebook បាទ TikTok បាទ Messenger បាទឬក៏ Telegram ក្តីផងដែរបងប្អូនបាទហើយក៏អរគុណសម្រាប់ការមើលរបស់បងប្អូនយើងក៏ដូចជាការចំណាយពេលបាទវេលាណាបាទក្នុងការតាមដានបាទតាំងតែពីដើមបាទនៃវីដេអូបាទរហូតទៅដល់ទីបញ្ចប់នៃវីដេអូរបស់ខ្ញុំបាទនីមួយៗនេះផងដែរបាទនេះគឺជាការផ្ដិតយកនៅទស្សនវិជ្ជាផ្ទាល់បាទដើម្បីចែកជូនបងប្អូនយើងក៏ដូចជាការទុកជាអនុស្សាវរីយ៍បាទក៏ដូចជារោងចក្រគំរូមួយបាទសម្រាប់បងប្អូនដែលធ្លាប់ធ្វើការនៅរោងចក្រផ្សេងទៀតណាបងប្អូនយើងហ្នឹងហើយនេះគឺជារោងចក្រគំរូបាទដ៏ល្អមែនទែនបងប្អូនណាបាទចឹងបើសិនជាខ្ញុំបាទធ្វើការអមអត្ថាធិប្បាយបាទក៏ដូចជាការនិយាយបាទរៀបរាប់បាទមានចន្លោះបាទលឺលួសខ្វះខាតបាទដោយប្រការណាមួយនោះបាទក៏សូមបងប្អូនពុកម៉ែលោកយាយលោកតាយើងបាទមេត្តាអធិស្ឋានបាទនឹងអភ័យទោសចំពោះខ្ញុំបាទនេះផ្ទាល់តែម្ដងផងដែរបងប្អូនបាទហ្នឹងហើយបងប្អូនយើងសួរខ្ញុំហេតុអីបានជាមិនដាក់នៅបទចម្រៀងបាទព្រោះបណ្ដាញសង្គមនីមួយៗគឺគេសិតតែមានកម្មសិទ្ធិបញ្ញាបងប្អូនបាទដូចជាបទចម្រៀងណាហ្នឹងហើយបើសិនជាយើងនិពន្ធបាទនៅសាច់ភ្លេងបាទដោយផ្ទាល់ក៏ដូចជាការច្រៀងដោយផ្ទាល់របស់យើងអាហ្នឹងគឺយើងអត់មានការជាប់នៅ copyright នោះទេបងប្អូនបាទនេះគឺជាការធ្វើការអមអត្ថាធិប្បាយបាទក៏ដូចជាការរៀបរាប់មិនបានក្បោះក្បាយក៏សូមអធិស្ឋានហ្នឹងហើយបងប្អូនឃើញហើយនៅគឺបងប្រុសបាទគឺគាត់ត្រៀមនៅស្លឹកឈើបាទបនចប់រួចពីចប់កម្មវិធីហ្នឹងគឺគាត់មានការលេងល្បែងល្បាំប្រជាប្រិយរបស់ខ្មែរយើងបងប្អូនបាទលេងកញ្ឆក់ស្លឹកឈើអញ្ចឹងទៅបងប្អូនយើងណាហ្នឹងហើយបាទហើយវីដេអូនេះក៏ជារឿងវែងបន្តិចដែរបងប្អូនណាបាទគឺ8នាទីជាងបងប្អូនបាទអញ្ចឹងរាល់កំហុសបាទកុសឆ្គងបាទឬក៏ការនិយាយដដែលបាទរបស់ខ្ញុំបាទនេះផ្ទាល់បាទបើសិនជាមានការលឺលួសបាទចន្លោះខ្វះខាតនៅកន្លែងណានោះក៏សូមបងប្អូនពុកម៉ែយើងអាចបំពេញបាទនៅក្នុងការ comment បាទពីខាងក្រោមនៃវីដេអូរបស់ខ្ញុំបាទនេះផ្ទាល់តែម្ដងផងដែរបាទហើយក៏សូមអធិស្ឋានទៅដល់បងប្អូនយើងបាទហ្នឹងហើយដែលគាត់រំលេងកំសាន្តហ្នឹងហើយបើសិនជាមានការប៉ះពាល់ទៅដល់បងប្អូនយើងក៏សូមអធិស្ឋានទុកជាមុនណាបាទសូមអរគុណ